បាទជម្រាបសួរអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនៅចំណេះដឹងមួយទាក់ទងនឹងវិធីសាស្ត្រនៃការបញ្ចូល file PDL ចូលមកក្នុង Google Sheet បាទគឺយើងបញ្ចូលលក្ខណៈបែបនេះណាគំរូខាងលើដែលខ្ញុំបានបញ្ចូលនេះគឺជាទម្រង់ Google Sheet នៅពេលដែលយើងបានបញ្ចូលយើងគ្រាន់តែយកមកចង្អុលលើវាមកវានឹង load ចេញឯកសារដែលយើងបានបញ្ចូលនឹងជា PDL នឹង load ឲ្យយើងតែម្ដងយើងអាចបើកមើលវាឃើញណាដើម្បីយើងបញ្ចូលវាបានលុះត្រាតែយើងមានឯកសារ PDL នឹងនៅក្នុង Google Drive បាទចឹងយើងត្រូវយកឯកសារជា PDL នឹងត្រូវ upload ចូលទៅក្នុង Google Drive សិនណាបាទដើម្បី upload ឯកសារចូលទៅក្នុង Google Drive បានលុះត្រាតែយើងមានឯកសារ PDL នឹងនៅក្នុង computer របស់យើងណាបាទចឹងឧទាហរណ៍ថាខ្ញុំមានឯកសារ PDL មួយនៅក្នុងកុំព្យូទ័ររបស់ខ្ញុំណានេះបាទឯកសាររង្វាយតម្លៃណាបាទឯកសាររង្វាយតម្លៃនេះជា PDL នឹងខ្ញុំនឹងធ្វើការ upload ឯកសារនឹងចូលទៅក្នុង Google Drive សិនដើម្បីយើងយកឯកសារនឹងបន្តចូលទៅក្នុង Google Sheet ណាចឹងដើម្បី upload បានយើងត្រូវចូលទៅ browser ណា browser Chrome ក៏បានប្រើអីក៏បានដែរសំខាន់ឲ្យតែយើងអាចប្រើប្រាស់បានណាអញ្ចឹងខ្ញុំចូលទៅក្នុង browser Chrome ណារួចហើយយើងត្រូវវាយពាក្យថា Google Drive ឬក៏បើយើងអត់វាយទេយើងអាចចុចកន្លែងនេះក៏បានដែរកន្លែងចុចច្រើនទេណាបាទចុចទៅយើងនឹងឃើញហើយនេះ Drive ណាបើយើងកន្លែងនេះអត់ឃើញមានទេយើងអាចវាយពាក្យនៅកន្លែងនេះដាក់ថា Google Drive មកហើយយើងនឹង load ចូលហើយចឹងខ្ញុំសូមធ្វើការវាយវិញណាព្រោះកុំព្យូទ័រខ្លះគាត់អត់មាននេះពេលវាដាក់ទៅ Google Drive ចឹងមកយើង enter search វាមកហើយវានឹង load ចេញមកច្រើនបែបនេះណាហើយខ្ញុំជ្រើសរើសយកមួយនេះណាចុចលើវាមកបើសិនជាយើងអត់ទាន់បាន sign in ជាមួយ Gmail ទេយើងអត់មាន load account ឲ្យបែបហ្នឹងទេណាយើងត្រូវចុច sign in វាសិនវានឹង load ឲ្យយើង sign in ហើយណាតែដោយសារ account របស់ខ្ញុំបានជាប់ជាមួយនឹង email រួចហើយអញ្ចឹងយើងមិនចាំបាច់ភ្ជាប់ទៀតទេបន្ទាប់ពីយើងចូលមកក្នុង Google Drive រួចហើយយើងធ្វើការបង្កើត folder វាណានេះយើងចុចកន្លែងថ្មីកន្លែងនេះណាបាទបើភាសាអង់គ្លេសផ្សេងណាដោយសារ Drive ខ្ញុំគឺខ្ញុំប្រើជាភាសាខ្មែរអញ្ចឹងយើងយកអាកន្លែងសញ្ញាបូកខាងលើគេនឹងមកយើងចុចលើវាមកបង្កើតណានេះដាក់ថាថតថ្មីណាបាទយើងចុចលើវាមកឲ្យវាដាក់ថាថតថ្មីយើងយកអាលើគេនឹងមកបាទទៅមកទីយើងដាក់ចំណងជើង folder ដែលយើងចង់បង្កើតយើងដាក់ឈ្មោះអីគេណាឧទាហរណ៍ខ្ញុំដាក់ថាឯកសារ PDL ចុះណាបាទដាក់ថាមិនដាក់ U ទេដាក់ថា PDL ទៅលឿនណាកុំឲ្យខាត់ពេល PDL ជឿយើងចុចពាក្យថាបង្កើតណាបាទបន្ទាប់ពីយើងបង្កើត folder វាបានហើយវានឹង load ចេញឈ្មោះដែលយើងបង្កើតមិញចឹងយើងចុចចូលលើវាមកបាទពីចុចចូលលើវាហើយយើងអត់ទាន់មានឯកសារទេដោយសារយើងអត់ដែលបាន upload ចូលនៅក្នុង folder មួយនេះណាអញ្ចឹងយើងធ្វើការ upload ឯកសារចូលមកដើម្បីយើងយកឯកសារបន្តទៅ Google Sheet ណាដើម្បី upload បានយើងទាំងអស់គ្នាត្រូវចុចmouse ស្ដាំយើងចុច mouse ស្ដាំមកហើយយើងយកពាក្យថាការបង្ហោះឯកសារណាសញ្ញាព្រួយឡើងលើណាការបង្ហោះឯកសារជាយើងចុចលើវាពកមកបាទហើយយើងនឹងទៅរកឯកសារដែលយើងបានទុកនៅក្នុងកុំព្យូទ័រតែយើងទុកកន្លែងណាមិញឯកសារខ្ញុំទុកនៅ desktop ណាខ្ញុំចុចចូលកន្លែង desktop ហើយនេះឯកសារដែលខ្ញុំចង់បញ្ចូលមិញចុចលើវាមកវាចុចពាក្យថា open យើងចុចឲ្យវាចេញពើខ្មៅចឹងណាទៅមកយើងចុចពាក្យថា open ចឹងមកវានឹង load ចូលលើកន្លែងនេះវាកំពុងដើរណាបាទវាដើរយឺតឬលឿនដូចខ្ញុំថាណាអាស្រ័យទៅលើអ៊ីនធឺណិតណានេះវាដើរហើយពេលវាដើរពេញគឺវា load បានចូលឯកសារយើងមកចេះណានេះបានអញ្
Chứng pi cana dương bình chul ban đượcក្នុង Google Drive របស់យើងហើយយើងចាប់ផ្ដើមធ្វើការបញ្ចូលវាទៅក្នុង Google Sheet ដើម្បីបញ្ចូលវាបានយើងជួយបើកវាសិនមកយើងជួយបើកនៅក្នុង Drive របស់យើងសិនបាទជួយបើកវាមកនេះវាកំពុងដើរខ្ញុំជួយបើកវាហើយរងចាំវាឲ្យវាដើរឲ្យឃើញ load ចេញបែបនេះមកតមកទៀតអ្នកទាំងអស់គ្នាមើលពាក្យនៅខាងស្ដាំដៃរបស់យើងនៅខាងលើពើខៀវនេះគេដាក់ថាចែករំលែកណាបាទចែករំលែកយើងចុចលើវាហើយវានឹងដើរហើយរងចាំបន្តិចណាបាទបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវកលេចមកមើលខាងក្រោមរូបសញ្ញាកូនសហើយគេដាក់ពាក្យថាបានដាក់កំហិតអញ្ចឹងយើងត្រូវបដូរកន្លែងនឹងសិនបើសិនតែយើងអត់បដូរកន្លែងនឹងទេកាលណាយើងអាប់ឡូតចូល Google Sheet អ្នកដែលគេទទួលគេមើលអត់ឃើញទេណាតើតាគេស្នើសុំមកយើងឲ្យយើងបើកបានគេអាចមើលឃើញអញ្ចឹងដើម្បីជៀសវាងមានបញ្ហាហ្នឹងអ្នកទាំងអស់គ្នាគឺត្រូវធ្វើការបើកកន្លែងនេះណាចុចលើវាមកហើយអ្នកទាំងអស់គ្នាយកពាក្យថាអ្នកណាម្នាក់ដែលមានតំណអញ្ចឹងយើងចុចលើវាហើយវានឹងដើរយើងពុកដើរមកលើណាបាទតមកទៀតវាលូតកន្លែងនេះដាក់ថាអ្នកមើលអញ្ចឹងយើងត្រូវដូរវាមួយសារទៀតណាដូរវាទៅជាអ្នកកែវិញណាយើងចុចអាកន្លែងសញ្ញាព្រួយណាហើយវាលូតចេញមេនុយ3អញ្ចឹងមកយើងត្រូវយកពាក្យថាអ្នកកែនៅអង់គ្លេសគេដាក់ edit ទេណាញ៉ាំសូវជាអង់គ្លេសដែរអញ្ចឹងយើងយកពាក្យថាអ្នកកែអញ្ចឹងមកហើយវានឹងដើរអញ្ចឹងហ่ะបន្ទាប់ពីយើងដាក់អ្នកកែអញ្ចឹងបានហើយយើងត្រូវចុចពាក្យថាចម្លងតំណណាយើងចុចលើកន្លែងហ្នឹងមកណាបើអង់គ្លេសដូចជាគេដាក់ថាcopy link ហីបាទសូវចេះហ៎អញ្ចឹងយើងចុចយកតំណណាចុចយកតំណហ្នឹងមកវានឹងបានហើយយើងចាប់ផ្ដើមចូលទៅក្នុង Google Sheet របស់យើងណាចឹងខ្ញុំបានចូលមកក្នុង Google Sheet របស់ខ្ញុំហើយនេះណា Google Sheet ដែលយើងត្រូវការបញ្ចូលនៅកន្លែងនេះអញ្ចឹងពេលយើង copy តំណពី Drive មិញបានហើយយើងត្រូវចូលមក Sheet ទៀតណាហើយយើងយក cursor យើងដាក់ឲ្យចំ column ដែលយើងត្រូវបញ្ចូលហើយយើងចុច mouse ស្ដាំណាចុច mouse ស្ដាំអញ្ចឹងមកហើយអ្នកទាំងអស់គ្នាអូសមកខាងក្រោមណាហើយយកពាក្យថាបញ្ចូលតំណនេះចុចបញ្ចូលតំណហ្នឹងមកបាទបន្តមកទៀតអ្នកទាំងអស់គ្នាពីចុចបញ្ចូលតំណហើយនឹងឃើញលូតតម្រងបែបនេះឲ្យហើយអ្នកទាំងអស់គ្នាយក cursor របស់យើងដាក់ឲ្យចំអាកន្លែងវាលូតត្រឹកណាយើងដាក់ឲ្យចំហើយយើងចុច mouse ស្ដាំហើយយើងចូលពាក្យថា path ណាបាទចុចពាក្យ path ហ្នឹងមកហើយវានឹងលូតតំណលេងដែលយើង copy មិញហ្នឹងបន្តមកទៀតយើងចុចពាក្យថាអនុវត្តណាអនុវត្តអង់គ្លេសដូចគេដាក់អី apply ណាយើងចុចអនុវត្តហ្នឹងមកវានឹងបានហើយនេះវាលូតចេញឯកសារដែលយើង copy យកមកមិញណាតែប៉ុណ្្នឹងហើយយើងដក cursor ចេញពី column ហ្នឹងមកនេះបានហើយនេះគេណាបាទតែប៉ុណ្្នឹងជោគជ័យហើយណានៅពេលដែលយើងចង់មើលយើងគ្រាន់តែយក cursor ទៅដាក់ពីលើវានឹងលូតឲ្យយើងចង់ចុចមើលយកមកដាក់ពីលើឯកសារហ្នឹងចុចគោះពីលើវាមួយមកវានឹងលូតចេញឯកសារហ្នឹងឲ្យយើងមើលបានភ្លាមណាលឿនឬយឺតអាស្រ័យលើអ៊ីនធឺណិតហ្នឹងឯងណាបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេណាបាទហើយអធិស្ឋានផងបើសិនមានកំហុសឆ្គងកន្លែងណានិយាយអត់ច្បាស់និយាយជាប់មាត់ទៅដិតអីណាអធិស្ឋានផងណាបាទសង្ឃឹមថាអ្នកទាំងអស់គ្នាអាចធ្វើតាមខ្ញុំទៅបានទទួលបានផលជោគជ័យណាអរគុណច្រើន